ជាបន្តទៅនេះខ្ញុំប្រកាសអាត្មាភាពសូមប្រគេននឹងជូនរឿងមួយដែលមានចំណងជើងថាទុក្កតធីតាដែលខ្ញុំប្រកាសអាត្មាភាពដកស្រង់ចេញអំពីប្រជុំនិទានជាដកសូមប្រកាសគុណចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់តាមដានស្ដាប់ដូចតទៅបាយក្តាំងមួយជឹកមួយដុំរបស់ស្ត្រីមានពណ៌មានតម្លៃកាត់ថ្លៃមិនបានកាលព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តវេលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹសកើតអហិវាទរោគស្លាប់អស់នៅសល់តែកូនស្រីមួយនាងទេពធីតានោះកាលបើមេដាបៃតាបងប្រុសស្រីស្លាប់អស់ហើយក៏រត់ចុះពីផ្ទះទៅជ្រកកោននៅក្រោមសំយ៉ាបផ្ទះរបស់ជនដតីមនុស្សទាំងឡាយបានឃើញធីតាកំសត់នោះក៏មានចិត្តមេត្តាករុណាឲ្យបាយក៏បាយក្តាំងដែលសល់ពីខ្លួនបរិភោគឲ្យដល់នាងជារាល់ថ្ងៃមួយព្រះមហាកាសបៈថេរលោកចេញពីនិរោធសមាបត្តិបានរំពឹងពិចារណារកបុគ្គលដែលគួរទៅជួយសង្គ្រោះក៏បាននាងទុក្កតធីតានោះហើយបានជ្រាបដោយសពគ្រប់ថាបើអាត្មាអញទៅដល់នាងទុក្កតធីតានឹងឲ្យបាយក្តាំងដល់អាត្មាអញគង់ខានកាលបើឲ្យដូច្នោះហើយនាងនឹងបានទៅកើតក្នុងស្ថានសួគ៌ពិតប្រាកដម្យ៉ាងទៀតនាងនេះត្រូវជាមេដារបស់អាត្មាអញក្នុងជាតិជាគម្រប់3រាប់អំពីជាតិនេះទៅព្រះមហាកាសបៈថេរបានជ្រាបដូច្នោះហើយក៏យកបាននិមន្តសំដៅទៅទីដែលនាងទុក្កតធីតានោះនៅអាស្រ័យលំដាប់នោះសកទេវរាជព្រះចៅស្ថានត្រីត្រឹងបានជ្រាបហេតុនោះហើយក៏និមិត្តខ្លួនជាមេណប់កាន់អាហារទឹកដើរទៅស្កាត់មុខព្រះមហាកាសបៈថេរព្រះមហាកាសបៈថេរបានជ្រាបថាព្រះឥន្ទមកខ្លែងដូច្នោះក៏មានថេរដីកាថាហាមគាត់ថាមហារាជកុំបន្លំយកសម្បត្តិរបស់នាងទុក្កតធីតាឡើយសូមព្រះអង្គជៀសចេញទៅសកទេវរាជក៏វិលត្រឡប់ទៅទេវលោកវិញព្រះមហាកាសបៈថេរបាននិមន្តទៅឈរក្នុងទីចំពោះមុខនាងទុក្កតធីតាគិតថាព្រះថេរៈនេះលោកមកប្រោសអញហើយតើអញចំជាស្ត្រីមានលៀបប្រសើរណាស់សេចក្តីជ្រះថ្លារបស់នាងក្នុងពេលនោះក៏កើតឡើងពេញបរិបូរណ៍ដល់រាបដល់គឺរោមគឺស្បែកនាងបានយកបាយក្តាំងមួយដុំដែលនៅក្នុងអំបែងទៅដាក់បានព្រះមហាកាសបៈថេរព្រះមហាកាសបៈថេរកាលបើបានបាយក្តាំងហើយក៏ងាកមើលនាងនាយអាយបំរុងនឹងរកកន្លែងឆាន់ពួកមហាជនបានឃើញអាការៈដូច្នោះហើយនាំគ្នាក្រាបអាសនៈប្រគេនលោកឆាន់ហើយក៏ធ្វើបតានុមោទនាសរសើរអានិសង្ឃទានដោយពិស្ដាទើបមានថេរដីកាទៅរកនាងទុក្កតធីតាថាមនាលនាងកំសត់កាលពីជាតិមុននាងត្រូវជាមេដាបង្កើតរបស់អាត្មាក្នុងជាតិទី3រាប់ពីជាតិនេះទៅនាងទុក្កតធីតាបានឮដូច្នោះហើយក៏រឹងរិតតែជ្រះថ្លារីករាយជាពិយោភាពបន្ទាប់មកនាងក៏ធ្វើមរណកាលទៅកើតក្នុងស្ថាននិមាននរតីទេវលោកបរិបូរណ៍ដោយទឹកកសិរីចាប់ផុតសេចក្តីទល់ក្រគ្រប់យ៉ាងបានទៅសោយសុខសម្បត្តិដោយសារតែផល្លាអានិសង្ឃនៃការដាក់បានព្រះបច្ចេកព្រះមហាកាសបៈដែលជាអរិយសាវករបស់ព្រះសម្មាសម្ពុទ្ធខាងដងចឹងញោមពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លានៅក្នុងសាសនានេះការធ្វើទានមិនខកខានឡើយរឿងទុក្កតធីតានេះខ្ញុំប្រកាសអាត្មាភាពដកស្រង់ចេញខ្ញុំប្រកាសអាត្មាភាពពិភពផលៈអត្រធម្មោដកស្រង់ចេញអំពីប្រជុំនិទានជាដកសូមអនុមោទនី